ក្រោមមេឃតែមួយវាសនាខុសគ្នាប្រិមិត្តពុកម៉ែបងប្អូនយើងបាទក្រោមមេឃតែមួយហេតុអីបានវាសនាខុសគ្នាបាទទីតាំងកំពុងតែចាក់ដីរំលោភចូលទន្លេបាទរាក់បាទចង់បាទពាក់កណ្ដាលទន្លេនោះរាក់ទន្លេអស់ហើយប្រិមិត្តបាទនេះខាងកោះប្រិមិត្តបាទយើងឲ្យមើលកោះបាទចិត្តដល់កោះនេះហើយបាទចិត្តដល់កោះហើយការចាក់ដីបាទចាក់ដីចូលទន្លេរាប់សិបរយម៉ែត្រនេះគឺជាបាវខ្សាច់ដែលពួកគាត់បានបូមខ្សាច់ពីសាឡាងដើម្បីចាក់បាទទប់បាទសឹងតែពាក់កណ្ដាលទន្លេនោះបាទឲ្យតម៉ាម៉ាហ្នឹងទៅប្រិមិត្តបាទផ្ទៃទន្លេជាសម្បត្តិរបស់រដ្ឋបាទត្រូវអ្នកមានលុយមានអំណាចមកក្តាប់តូចហ្នឹងបាទកំពុងតែបាទពេញឆ្ងាញ់បាទពេញឆ្ងាញ់រំលោភបាទធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនផងដែរប្រិមិត្តបាទយើងឃើញហើយហេតុអីបានក្រោមមេឃតែមួយវាសនាខុសគ្នាថ្មីនេះអាដាមឃ្លាំងហូតលោកបានចេញលិខិតឲ្យវាយរុះរើចោលអំពីសំណង់មួយទីតាំងដែលស្ថិតនៅបាទភូមិចំបក់មាសសង្កាត់បាក់ខែងខណ្ឌជួរចង្វាររាជធានីភ្នំពេញនោះប្រជាពលរដ្ឋលោកសាទរបាទសាទរចុះហេតុអីបាទទីតាំងសំណង់រឹងមួយនេះបាទសាងសង់រំលោភបាទឃើញនេះសាងសង់រំលោភចូលបាទចំណីទន្លេបាទចំណែកបាទដីនេះគឺចាក់ចូលក្នុងទន្លេរាប់សិបរយម៉ែត្រតែម្ដងតែគ្មានមន្ត្រីជំនាញអាជ្ញាធរណាបាទបង្ហាញអំពីច្បាប់ឲ្យអ្នកសារព័ត៌មានឬក៏បងប្អូនប្រជាពលរដ្ឋឲ្យអស់ចម្ងល់ទេបាទប្រជាពលរដ្ឋលោកឆ្ងល់ថាអ្នកមានលុយមានអំណាចមកក្តាប់តូចនេះធ្វើបានចុះប្រជាពលរដ្ឋត្រូវត្រង់អាចធ្វើបានអញ្ចឹងដែរអត់បាទច្បាប់មានហើយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលក៏មានដែរតែបាទអនុក្រឹត្យនោះអ្នកមានលុយមានអំណាចមកក្តាប់តូចម្នាក់ពីរនាក់គឺຕົកគ្មានន័យសម្រាប់ពួកគេទេបាទឃើញទេប្រិមិត្តនេះខ្ញុំមិនចេះតែនិយាយទេថាតើការសាងសង់របស់គាត់និងការចាក់ដីរំលោភជន់ទន្លេរាប់សិបរយម៉ែត្រអញ្ចឹងនេះបាទរះអស់នេះបាទប្រិមិត្តនេះបាទនេះឲ្យស៊ូមឲ្យមើលទៀតបាទរះអស់ថាតើមានច្បាប់អនុញ្ញាតទេមន្ត្រីជំនាញពាក់ព័ន្ធបាទដល់រាជធានីភ្នំពេញបាទបង្ហាញភាពស្ងប់ស្ងាត់ឈឹងតែម្ដងដោយចៅលុយសេះបាទយើងមិនទាន់ដឹងនៅឡើយទេបាទរហូតរយៈពេលបាទសំណង់នេះធ្វើចិត្តរួចទៅហើយតើមន្ត្រីជំនាញរួមទាំងមន្ត្រីអាជ្ញាធរបង្ហាញច្បាប់ណាមួយថាតើសំណង់នឹងការចាក់ដីរំលោភចូលទន្លេរាប់សិបរយម៉ែត្រនេះបាទមានច្បាប់អនុញ្ញាតទេមានអនុក្រឹត្យទេបាទអានេះបើយើងនិយាយពីអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី31ខែកក្កដាឆ្នាំ2025ចំណីទន្លេបាទត្រង់ទីទន្លេត្រូវរក្សាឲ្យបាទនៅត្រង់ទីដើមដើម្បីជាលំហូរទឹកបាទក៏ដូចជានាវាចរបាទធ្វើនាវាចរក្នុងទឹកផ្ទុយទៅវិញទីតាំងនេះយើងឃើញហើយមើលចាក់គោកអញ្ចឹងចាក់គោកបដាហើយអញ្ចឹងនៅឡើយតែមន្ត្រីអាជ្ញាធរជំនាញបាទពាក់ព័ន្ធទេថាតើលោកហ៊ានចុះមកទេបាទលោកបង្ហាញពីច្បាប់ទេថាតើការសាងសង់របស់គាត់អញ្ចឹងចាក់ដីចូលទន្លេអញ្ចឹងមានច្បាប់អនុញ្ញាតឲ្យសាងសង់ទេប្រិមិត្តបាទអញ្ចឹងយើងនៅតែបន្តផ្សព្វផ្សាយជូនទៅមន្ត្រីជំនាញក៏ដូចជាជំរាបជូនទៅអាដាមអាបាលខួងស្រេងបាទជាអាបាលរាជធានីភ្នំពេញមេត្តាជួយដាក់មន្ត្រីជំនាញឲ្យពិនិត្យមើលផងគោកអស់ហើយបាទគោកអស់ហើយប្រិមិត្តសោកស្ដាយមែនទែនសម្បត្តិសាធារណៈរបស់រដ្ឋត្រូវបានអ្នកមានលុយមានអំណាចម្នាក់ពីរនាក់ហ្នឹងពេញឆ្ងាញ់រំលោភចូលបាទយ៉ាងរំភើយតែម្ដងបាទប្រិមិត្តអរគុណណាយើងនឹងបន្តតាមដានជាបន្តទៀតជាមួយក្រោមមេឃតែមួយវាសនាខុសគ្នាប្រិមិត្តពុកម៉ែបងប្អូនយើងបាទក្រោមមេឃតែមួយហេតុអីបានវាសនាខុសគ្នាបាទទីតាំងកំពុងតែចាក់ដីរំលោភចូលទន្លេបាទរាក់បាទចង់បាទពាក់កណ្ដាលទន្លេនោះរាក់ទន្លេអស់ហើយប្រិមិត្តបាទនេះខាងកោះប្រិមិត្តបាទយើងឲ្យមើលកោះបាទចិត្តដល់កោះនេះហើយបាទចិត្តដល់កោះហើយការចាក់ដីបាទចាក់ដីចូលទន្លេរាប់សិបរយម៉ែត្រនេះគឺជាបាវខ្សាច់ដែលពួកគាត់បានបូមខ្សាច់ពីសាឡាងដើម្បីចាក់បាទទប់បាទសឹងតែពាក់កណ្ដាលទន្លេនោះបាទឲ្យតម៉ាម៉ាហ្នឹងទៅប្រិមិត្តបាទផ្ទៃទន្លេជាសម្បត្តិរបស់រដ្ឋបាទត្រូវអ្នកមានលុយមានអំណាចមកក្តាប់តូចហ្នឹងបាទកំពុងតែបាទពេញឆ្ងាញ់បាទពេញឆ្ងាញ់រំលោភបាទធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនផងដែរប្រិមិត្តបាទយើងឃើញហើយហេតុអីបានក្រោមមេឃតែមួយវាសនាខុសគ្នាថ្មីនេះអាដាមឃ្លាំងហូតលោកបានចេញលិខិតឲ្យវាយរុះរើចោលអំពីសំណង់មួយទីតាំងដែលស្ថិតនៅបាទភូមិចំបក់មាសសង្កាត់បាក់ខែងខណ្ឌជួរចង្វាររាជធានីភ្នំពេញនោះប្រជាពលរដ្ឋលោកសាទរបាទសាទរចុះហេតុអីបាទទីតាំងសំណង់រឹងមួយនេះបាទសាងសង់រំលោភបាទឃើញនេះសាងសង់រំលោភចូលបាទចំណីទន្លេបាទចំណែកបាទដីនេះគឺចាក់ចូលក្នុងទន្លេរាប់សិបរយម៉ែត្រតែម្ដងតែគ្មានមន្ត្រីជំនាញអាជ្ញាធរណាបាទ
bằng hai những pi cho bắp oi nè xa ra miền rưỡi có bằng phong chụp rót oi chồng ngò thế bà chụp rót lúc ngò thảm nè miền lôi miền ẩm nàn mà đập tôi nên phở ban cho chụp rót trắng ai phở ban chẳng đại ớt bà cho bắp miền này anh cất ra bò đi đó tham bao của miền này tái bà anh cất nu nè miền lôi miền ẩm nàn mà đập tôi mình nè pi nè cứ tục miền này sầm rạp phục kê thế bàเคยยังเป็นแบบนี้ខ្ញុំមិនចេះតានិយាយទេថាតើការសាងសង់របស់គាត់នឹងការចាក់ដីរំលោភជន់ទន្លេរាប់សិបរយម៉ែត្រអញ្ចឹងនេះបាទរះអស់នេះបាទនេះបាទនេះឲ្យซูមឲ្យមើលទៀតបាទរះអស់ថាតើមានច្បាប់អនុញ្ញាតទេមន្ត្រីជំនាញពាក់ព័ន្ធបាទដល់រាជធានីភ្នំពេញបាទបង្ហាញភាពស្ងប់ស្ងាត់ឈឹងតែម្ដងដោយចៅលុយសេះបាទយើងមិនទាន់ដឹងនៅឡើយទេបាទរហូតរយៈពេលបាទសំណង់នេះធ្វើចិត្តរួចទៅហើយតើមន្ត្រីជំនាញរួមទាំងមន្ត្រីអាជ្ញាធរបង្ហាញច្បាប់ណាមួយថាតើសំណង់នឹងការចាក់ដីរំលោភចូលទន្លេរាប់សិបរយម៉ែត្រនេះបាទមានច្បាប់អនុញ្ញាតទេមានអនុក្រឹត្យទេបាទអានេះបើយើងនិយាយពីអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី31 ខែកក្កដាឆ្នាំ2025ចំណីទន្លេបាទត្រង់ទីទន្លេត្រូវរក្សាឲ្យបាទនៅត្រង់ទីដើមដើម្បីជាលំហូរទឹកបាទក៏ដូចជានាវាចរបាទធ្វើនាវាចរក្នុងទឹកផ្ទុយទៅវិញទីតាំងនេះយើងឃើញហើយមើលចាក់គោកអញ្ចឹងចាក់គោកបដាហើយអញ្ចឹងនៅឡើយតែមន្ត្រីអាជ្ញាធរជំនាញបាទពាក់ព័ន្ធទេថាតើលោកហ៊ានចុះមកទេបាទលោកបង្ហាញពីច្បាប់ទេថាតើការសាងសង់របស់គាត់អញ្ចឹងចាក់ដីចូលទន្លេអញ្ចឹងមានច្បាប់អនុញ្ញាតឲ្យសាងសង់ទេប្រិមិត្តបាទអញ្ចឹងយើងនៅតែបន្តផ្សព្វផ្សាយជូនទៅមន្ត្រីជំនាញក៏ដូចជាជំរាបជូនទៅអាយដាមអាបាលខុងស្រេងបាទជាអាបាលរាជធានីភ្នំពេញមេត្តាជួយដាក់មន្ត្រីជំនាញឲ្យពិនិត្យមើលផងគោកអស់ហើយបាទគោកអស់ហើយប្រិមិត្តសោកស្ដាយមែនទែនសម្បត្តិសាធារណៈរបស់រដ្ឋត្រូវបានបាទអ្នកមានលុយមានអំណាចម្នាក់ពីរនាក់ហ្នឹងពេញឆ្ងាញ់រំលោភចូលបាទយ៉ាងរំភើយតែម្ដងបាទប្រិមិត្តអរគុណណាស់យើងនឹងបន្តតាមដានជាបន្តទៀតជាមួយខ្ញុំបាទបាទជេមផងដែរ